បាត់ឈ្មោះបវត្តនៈគឺជារៀនក្នុងទី3នៃថាទី8ដែរថ្ងៃនេះខ្ញុំលើកយកជាបទអំពី STEM project ភាពឆ្លាតវៃនៃប្រព័ន្ធធារាសាស្ត្រឬមួយក៏ intelligent out irrigation ហើយតើអ្វីទៅគឺជាភាពឆ្លាតវៃនៃប្រព័ន្ធធារាសាស្ត្រដូចនេះដើម្បីឲ្យវាងាយស្រួលសូមនឹងអ្នកទាំងអស់គ្នាស្វែងយល់អំពីសម្ភារៈនិងរបៀបនិងកម្មឧបករណ៍ជាមុនសិនជាដំបូងគឺខ្ញុំមានស្នោមួយដែលវារៀងចន្ទកនកាយហើយខ្ញុំចាប់ប្រហោងនេះមួយដើម្បីធ្វើជាប្រឡាយទឹកមួយហើយបន្ទាប់មកខ្ញុំមានទំនប់ទឹកមួយធ្វើជាកាត់ជាទំនប់ទឹកដើម្បីទុកទឹកកុំឲ្យវាហៀចេញហើយបន្ទាប់មកខ្ញុំបានយកស្នោដែលវាកាត់ជាតូចៗរៀងជាត្រីកោណហើយបានកាត់ជា6ជួរហើយខ្ញុំក៏បានយកសំណង់នឹងអុយ90ដែលមានប៉មនេះលាបបញ្ចូលគ្នាខ្ញុំក៏បានលាបវាស្តាប់ហើយនៅពេលដែលវាស្តាប់ស្ងួតហើយខ្ញុំក៏បានធ្វើស្មាសបនិមិត្តហើយដើម្បីធ្វើស្មាសបនិមិត្តបានគឺខ្ញុំត្រូវមានអេប៉ុងហើយនឹងថ្នាំលាបពណ៌បៃតងហើយជាដំបូងគឺខ្ញុំចាប់ផ្ដើមបេះអេប៉ុងនេះជាតូចៗហើយបានជ្រលក់ទៅក្នុងថ្នាំពណ៌បៃតងហើយនៅពេលដែលខ្ញុំហាស្ងួតហើយខ្ញុំក៏ចាប់ផ្ដើមបេះវាទៅម្ដងទៀតហើយខ្ញុំក៏ចាប់ផ្ដើមលាបកាវបិទជុំវិញទីធ្លាសពឲ្យកន្លែងហើយបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមដោតរុក្ខជាតិរុក្ខជាតិជ័រហើយតោះរុក្ខជាតិជ័រហើយបំពង់ទុកនេះវិញឬមួយក៏គេហៅថា stand ទឹកជាដំបូងខ្ញុំមានក្រឡមួយហើយខ្ញុំមានស្នោដាក់ពីលើកម្របក្រឡនេះហើយខ្ញុំក៏ចាប់ផ្ដើមកាត់ស្នោដើម្បីឲ្យវាមានរាងមូលតូចមួយហើយនឹងរាងទូចបែបនេះ4ហើយខ្ញុំក៏ចាប់ផ្ដើមយកទឹកនិងជ័រទឹកនិងកាវលាបបញ្ចូលគ្នាហើយក៏ចាប់ផ្ដើមលាបវាឲ្យសព្វហើយខ្ញុំបានយកក្រដាសសដើម្បីបិទវាឲ្យជិតហើយក៏ចាប់ផ្ដើមចុចប្រហោងនីមួយៗដើម្បីធ្វើជាទៅយកទឹកចាតោះមកទៀតហើយដល់ពេលដែលខ្ញុំចាក់ពេលខ្ញុំចុចយកទឹកហ្នឹងហើយខ្ញុំក៏ចាប់ផ្ដើមលាបថ្នាំពណ៌ខៀវទុកវាឲ្យស្ងួតហើយវាប្រហែលជាទីរៀងបែបនេះហើយចំណែកឯស្រាប់ក្នុងទឹកនេះវិញគឺខ្ញុំបានយកវាទៅកាត់នឹងម៉ាស៊ីនកាត់ឈើដើម្បីឲ្យវាមានរាងជាការ៉េបិទឈើពីក្រោមហើយក៏ចាប់ផ្ដើមរៀបជាទូរៀងបែបនេះចាតោះមកទៀតយកពីដំណើរការមកដំណើរការវិញគឺនៅពេលដែលខ្ញុំមានម៉ូទ័របូមទឹក5វ៉ុលចាវាគឺខ្ញុំបានដាក់ទឹកហើយវាក៏បានបូមទឹកនេះឡើងទៅលើហើយវាក៏ចូលទៅក្នុងកំប៉ុងទុកទឹកនេះហើយវាក៏បានហូរទៅក្រោមនេះដើម្បីស្រោចដំណាំហើយស្រោចដំណាំហើយខ្ញុំក៏បានចាប់ប្រហោង2ដែលវាគឺជាគោលសំខាន់ក្នុងការភារកិច្ចដែលខ្ញុំបានធ្វើគឺបើវាទឹកហូរហើយទឹកហូរក៏បានហូរទៅកន្លែងក្នុងកន្លែងធម្មតាវិញអូខេហើយវាធ្វើដំណើរការចុះឡើងជំនាញរហូតដល់ខ្ញុំចាប់ដាក់ម៉ាស៊ីនទៅវាជប់ដំណើរការចាអញ្ចឹងយើងអាចពិសោធន៍បានអត់មកសូមពិសោធន៍តិចណាចានេះបូមឡើងណាបូមឡើងហើយបូមឡើងចូលទៅក្នុងកំប៉ុងនេះហើយបន្តមកវាហូរចូលទៅក្រោមចូលកន្លែងស្រូវដំណាំចូលកន្លែងស្រូវដំណាំហើយកន្លែងស្រូវដំណាំនេះយើងអាចនេះចោះប្រឡោះណាដើម្បីវាហូរនេះមានដែរតែវាអត់តសាក់ទៅជុំស្មៅក្នុងនេះអូខេចាហើយចូលអាហ្នឹងយើងអាចតពីស៊ីយ៉ូនេះហើយដាក់ស៊ីយ៉ូនេះដាក់ចូលក្នុងនោះហ្មងបានអត់បានទេគ្រូនេះយើងអាចយកអានេះតជាមួយភ្ជាប់ជាមួយនេះហើយបាញ់ចូលទៅក្នុងដំណាំយើងហ្មងបានអត់បានគ្រូតែព្រោះថាវារៀងមើលទៅវាដូចជាធម្មតាពេកអូវាធម្មតាពេកចុះថាំពលបើយើងអត់យកអាហ្នឹងនេះអត់យកដោយជាប់ជាមួយនឹងអគិសនីលើអគិសនីយើងតែយកថាំពលផ្សេងអាចបង្កើតបំលែងថាំពលផ្សេងធ្វើកើតអត់បានគ្រូធ្វើមកទៅធ្វើដូចជាយកអាហ្នឹងពីថាំពលសូឡាយកថាំពលសូឡាបានពីកំណត់លើកាត់ទៅវាបំផ្លែងអាហ្នឹងទៅជាថាំពលអគិសនីដើម្បីស្រូបទឹកចាមិនមែនអត់ធូរមែនពីប៉ះទឹកចា